សួស្តីអ្នកនរគ្នាសូមស្វាគមន៍មកវិញជាមួយនឹង channel ទី2ច្រឡំ Miss Talk អញ្ចឹងអ្នកនរគ្នាដឹងហើយនេះគឺជា channel ទី2របស់ខ្ញុំចេញបាន2វីដេអូហើយវីដេអូទី1តាក់ទងនឹងរឿងដែលបានជួយខ្ញុំនៅក្នុងកន្លងពេលដែលខ្ញុំពិបាកបំផុតហើយនឹងទី2គឺរឿង series ដែលខ្ញុំគិតថាខ្ញុំស្រឡាញ់វាបំផុតអ្នកនរគ្នាមិនដែរមួយរយៈនេះខ្ញុំខានផុសវីដេអូប្រហែលជា4ថ្ងៃមិនដឹងមួយអាទិត្យមិនដឹងទេខ្ញុំមិនដឹងទេអញ្ចឹងអ្នកនរគ្នាសុខសប្បាយទេមួយរយៈហ្នឹងគឺបើសិនអ្នកនរគ្នាឃើញតុករៀងញ៉ៃសុំទោសផងខ្ញុំរៀបចំ setting ថ្មីនៅក្នុងបន្ទប់ខ្ញុំណាអាហ្នឹងខ្ញុំមិនដឹងដែរត្រឡប់ខ្ញុំតែតនេខ្ញុំដូចចេះតែចង់រៀបតុកឲ្យមើលទៅឃើញប្លែករៀបចុះរៀបឡើងជួនកាលរៀបតរ៉ែដូរចុះដូរឡើងតរ៉ែគ្រាន់ថាពេលខ្លះតើបានរៀបបានបញ្ចេញញើសបញ្ចេញអីចឹងបានវារៀងសប្បាយចិត្តអូខេអញ្ចឹងថ្ងៃនេះគឺខ្ញុំត្រឡប់មកវិញជាមួយនឹងវីដេអូថ្មីអូខេដូចដែលអ្នកនរគ្នាបានដឹងចឹងខ្ញុំទៅត្រឡប់មកវិញជាមួយនឹងការធ្វើវីដេអូនេះបានទៅទិញ mic ថ្មីផងខ្ញុំទៅត្រឡប់បានប្រហែលជាជាង2ខែនឹងជិត2ខែមិនដឹងទេខ្ញុំទៅចេញបានប្រហែលវីដេអូហើយក៏ដូចអ្នកនរគ្នាបានដឹងហើយខ្ញុំក៏ធ្លាប់និយាយនៅក្នុងវីដេអូមុនដែរដែលខ្ញុំបាននិយាយថាវីដេអូខ្ញុំគឺភាគច្រើនគឺ script based មានន័យថាយើងត្រូវចំណាយពេលច្រើននៅក្នុងការសរសេរ script យើងចំណាយពេលច្រើននៅក្នុងការសិក្សាប្រើប្រាស់កុំព្យូទ័រអង្គុយអានហើយយើងទៅសេជាអត្ថបទចេញមកហើយបាទផលិតចេញជាវីដេអូការ edit សម្រាប់ខ្ញុំធ្លាប់បាននិយាយគឺចំពោះ type of content របស់ខ្ញុំគឺអត់ត្រូវការ fancy edit អត់ត្រូវការអីសំខាន់ content នៅក្នុង script ដែលខ្ញុំឲ្យតម្លៃទៅលើទិន្នន័យនៅក្នុង script របស់ខ្ញុំជាជាងការ edit ហើយដូចគ្នានេះផងដែរក្នុងមួយរយៈចុងក្រោយនេះក៏ខ្ញុំបានព្យាយាមធ្វើអីថ្មីច្រើនខ្ញុំគឺជាមនុស្សម្នាក់ដែលចូលចិត្តនៅក្នុងផ្ទះអញ្ចឹងភាគច្រើនខ្ញុំព្យាយាមចេញទៅក្រៅច្រើនភាគច្រើនខ្ញុំចេញទៅកាហ្វេជួនកាលខ្ញុំជិះម៉ូតូដើរលេងម្នាក់ឯងអញ្ចឹងទៅពេលខ្លះគឺគ្រាន់តែជាការរុញខ្លួនឯងឲ្យចេញផុតពី comfort zone comfort zone របស់ខ្ញុំគឺនៅក្នុងផ្ទះនៅក្នុងបន្ទប់អង្គុយលេងហ្គេមអង្គុយប្រើប្រាស់កុំព្យូទ័រអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងមកនិយាយអំពីបទពិសោធន៍ថ្មីមួយរបស់ខ្ញុំតាក់ទងទៅនឹងការប្រើប្រាស់កុំព្យូទ័រមួយយ៉ាងនេះគឺខ្ញុំព្យាយាមសិក្សាអីថ្មីអញ្ចឹងដោយ PC ធំរបស់ខ្ញុំគឺខ្ញុំសាកប្រើ Linux ហើយវាជាបទពិសោធន៍មួយដែលល្អមែនតើចំពោះខ្ញុំហើយក្នុងរយៈពេលប្រហែលជា1ខែចុងក្រោយនេះបើសិនជាខ្ញុំទៅប្រាប់គេអ្នកដែលធ្លាប់ស្គាល់ខ្ញុំពីមុនមកឬក៏ខ្ញុំទៅប្រាប់ខ្លួនឯងនៅអតីតកាលថាខ្ញុំធ្វើបែបហ្នឹងគឺប្រកាសជាអត់មានណាគេជឿទេគឺខ្ញុំប្រើ MacBook អញ្ចឹងអ្នកដែលស្គាល់ខ្ញុំគឺប្រកាសជាដឹងហើយខ្ញុំតាំងពីតូចមកគឺខ្ញុំជា PC Master Race ខ្ញុំគឺជាអ្នកដែលប្រើប្រាស់ PC ខ្ញុំជាអ្នកប្រើប្រាស់ Windows ច្រើនជាជាងការប្រើ Linux ឬក៏ជាជាងការប្រើ MacBook មូលហេតុហ្នឹងប្រហែលជាអត់មានអីច្រើនទេគឺដោយសារតែខ្ញុំគឺជាអ្នកដែលចូលចិត្តលេងហ្គេមហើយមកខ្ញុំនិយាយក៏អ្នកនរគ្នាដឹងដែរថា MacBook វាអត់សូវត្រូវមួយអ្នកលេងហ្គេមច្រើនទេខ្ញុំលេងហ្គេមតាំងពីតូចមកតាំងពីអាយុ 3-4 ឆ្នាំមកវីដេអូហ្គេមដែលខ្ញុំលេងដំបូងគេគឺពពួកហ្គេមកាសែតហើយខ្ញុំលេងតុក្កតាស៊ីផ្សិត Super Mario Bros Original អាវគ្គ1មិនជាអានោះមិន original មិនអាវគ្គ1ទេវគ្គ1គឺអាSuper Mario មួយ King Kong គប់នេះពួក arcade game ប៉ុន្តែវាជាហ្គេមដំបូងគេដែលខ្ញុំលេងហើយខ្ញុំខ្លាចជាអ្នកចូលចិត្តលេងហ្គេមតាំងពីកាលនោះមកអញ្ចឹងដូចដែលខ្ញុំបាននិយាយអញ្ចឹងការលេងហ្គេមជាមួយនឹង MacBook វាហាក់បីដូចជាអត់សូវត្រូវគ្នាទេអញ្ចឹងក្នុងមួយរយៈពេលតាំងពីតូចរបស់ខ្ញុំមកគឺខ្ញុំអត់ដែលប្រើប្រាស់នៅ MacBook ទេខ្ញុំក៏អត់ដែលមានចំណាប់អារម្មណ៍ថាចង់សាកវាពួកអីហាក់បីដូចជាផ្លូវយើងគឺផ្លូវបែកជាពីរអញ្ចឹងហើយខ្ញុំដើរទៅផ្សេង MacBook ដើរទៅផ្សេងអញ្ចឹង familiarity របស់ខ្ញុំគឺប្រហែលជាជាមួយនឹង Windows ច្រើនជាង MacBook ខ្ញុំប្រើប្រាស់ Windows តាំងពីខ្ញុំនៅតូចខ្ញុំនៅតែចាំនៅពេលដែលខ្ញុំកាត់នោះប្រហែលជាថ្នាក់ទី4ទី5មិនដឹងទេគឺសុំមកទៅរៀនកុំព្យូទ័រនៅកៅរៀនអីគេរៀន Word Excel កាលនោះរៀន Word Excel ហើយខ្ញុំអត់គិតទៅលេងហ្គេមមកពេលហ្នឹងឯងប៉ុន្តែគឺខ្ញុំចេះ set up Counter Strike ខ្ញុំ copy Counter Strike ទៅក្នុងកុំព្យូទ័រនៅក្នុងម៉ោងរៀនហ្នឹងគឺទៅរៀនតាំងពីម៉ោង1រហូតដល់ម៉ោង5គឺ set up Counter Strike អង្គុយបាញ់ Counter Strike ក្នុងហ្នឹងហ
ហើយបាញ់មានបាញ់អ៊ីនធឺណិតណាកាលនោះបាញ់ជាមួយតែបតហ្នឹងលេងសប្បាយចឹងហើយបន្ទាប់មកគឺខ្ញុំបន្តនៅការប្រើប្រាស់ Windows រហូតតាំងពីរហូតមកដល់អនុវិទ្យាល័យគឺជាពេលដំបូងដែលខ្ញុំចាប់ផ្ដើមសិក្សាអំពី PC part ខ្ញុំដឹងអំពីការប្រើប្រាស់កុំព្យូទ័រការ build កុំព្យូទ័រច្រើនជាងមុនចេះ set up បន្ថែមពីលើនឹងចេះ set up កម្មវិធីចេះស្គាល់ពីការ edit video ស្គាល់ពីអីហ្នឹងអញ្ចឹង familiarity របស់ខ្ញុំគឺ view មែនតើរហូតមកដល់ខ្ញុំចង់ថ្នាក់ទី11គឺជាពេលដែលខ្ញុំសំលុយគ្រប់ build កុំព្យូទ័រខ្លួនឯងអញ្ចឹងដូចដែលខ្ញុំបាននិយាយត្រួសអញ្ចឹងជីវិតខ្ញុំគឺពាក់ព័ន្ធជាមួយនឹង PC មករហូតមកសម្រាប់ខ្ញុំជាមួយ Mac គឺ first impression ជាមួយវាគឺអត់សូវល្អប្រហែលទេខ្ញុំគិតថាវាពិបាកប្រើខ្ញុំអត់សូវ familiar ជាមួយវាខ្ញុំខ្ជិលក្នុងការអង្គុយរៀនការ mapping អីវាអញ្ចឹងសម្រាប់ខ្ញុំ first impression មួយវាគឺខ្ញុំអត់សូវជាមានអារម្មណ៍ល្អជាមួយវាអ្នកនៅក្នុងផ្ទះខ្ញុំគឺអ្នកដែលប្រើ MacBook គឺមានតែប្អូនស្រីខ្ញុំមួយទេគាត់ប្រើ MacBook Air ខ្ញុំអត់ខ្ញុំអត់ដឹងសេរីផងអត់ដឹងសេរីអីផងហើយពណ៌ផ្កាឈូកទៀតប្រើពណ៌ផ្កាឈូកទៀតអញ្ចឹងបងអូនស្រីខ្ញុំក៏គាត់ត្រូវការងាររៀនរបស់គាត់ត្រូវការប្រើប្រាស់ជាមួយនឹងកុំព្យូទ័រដែលធំដើម្បីរត់កម្មវិធីការងាររៀនរបស់គាត់ខ្ញុំមិនដឹងដែរហើយគាត់ក៏បានទិញនៅ laptop ថ្មីមួយហើយនៅពេលដែលគាត់ទិញអញ្ចឹងគឺខ្ញុំនៅក្នុងផ្ទះខ្ញុំគឺខ្ញុំនៅសល់អា MacBook នេះខ្ញុំក៏យកមកអង្គុយគិតថានៅផ្ទះសល់ MacBook មួយចោលមិនសាកប្រើដោយសារដូចខ្ញុំបាននិយាយអញ្ចឹងមួយរយៈចុងក្រោយហ្នឹងគឺខ្ញុំព្យាយាមសាករបស់អីដែលថ្មីអញ្ចឹង why not សាកប្រើបើសិនជានិយាយពីតម្រូវការខ្ញុំហ្មងសួរថាខ្ញុំតម្រូវការត្រូវការ laptop មួយទៀតអត់ទេខ្ញុំមានដូចអ្នកអញ្ចឹងឃើញអញ្ចឹងខ្ញុំមាន laptop របស់ខ្ញុំមួយខ្ញុំមាន desktop ធំរបស់ខ្ញុំមួយទៀតអញ្ចឹងបើសួរថាតម្រូវការខ្ញុំប្រើប្រាស់ហ្មងគឺខ្ញុំអត់ត្រូវការគ្រាន់តែថាខ្ញុំចង់ push ខ្លួនឯងចេញពី comfort zone របស់ខ្ញុំចង់សាករបស់ថ្មីចង់ដឹងថាមូលហេតុអីបានមនុស្សភាគច្រើនគឺគាត់ចូលចិត្តប្រើ MacBook ជាពិសេសទៅលើអ្នកដែលគាត់ត្រូវការធ្វើការអីផ្សេងទូទៅខ្ញុំអត់ដឹងថាមនុស្សបែបណាទេដែលគាត់ទិញ MacBook ច្រើនដោយសារដូចដែលខ្ញុំបាននិយាយចឹងគឺនៅក្នុង topic ហ្នឹងគឺខ្ញុំអត់ដែល research បន្ថែមទេតាក់ទងនឹង MacBook ដោយសារខ្ញុំគិតថាខ្ញុំជាមួយ MacBook គឺអត់ត្រូវគ្នាម្យ៉ាងទៀតខ្ញុំក៏ចង់បានបទពិសោធន៍បន្ថែមទៅលើការប្រើប្រាស់កុំព្យូទ័រផ្សេងដែរខ្ញុំក៏ហើយដោយសារតែខ្ញុំ start នៅ channel ទី2របស់ខ្ញុំក៏មានគំនិតថាអូខេយើងសាករបស់អីដែលថ្មីហើយមិនធ្វើវីដេអូពីវាខ្ញុំក៏សាកប្រើប្រាស់វាខ្ញុំក៏បានសាកប្រើប្រាស់យក MacBook របស់បងស្រីខ្ញុំហ្នឹងក៏យកមកប្រើហើយតាក់ទងនឹង first impression របស់ខ្ញុំតាក់ទងទៅនឹងការប្រើប្រាស់ MacBook ដំបូងអ្វីដែលចាប់អារម្មណ៍ស្រាលមែនតែនអ្នកនរគ្នាមិនមែនថាស្រាលប្រហែលទេនេះវាចង់និយាយថាទម្ងន់វាគ្រាន់ធ្ងន់គួរសមដែរប៉ុន្តែបើប្រៀបធៀបជាមួយនឹងអានេះទៅណាមកណាគឺពិបាកមែនតែនអានេះទៅណាមកណាត្រូវមានឆ្នាំងសាកធំត្រូវស្ពាយកតាប៉ុណ្ណានេះធ្ងន់ចង់ងាប់អ្នកដែលគាត់ធ្លាប់ប្រើ laptop gaming គឺប្រកាសជាយល់ពីអាភាពឈឺចាប់suffering ដែលខ្ញុំមានហ្នឹងឯងដែលខ្ញុំនិយាយហ្នឹងឯងគឺធ្ងន់មែនតែនទៅកាហ្វេម្ដងគឺនាំតែបាន set up កុំព្យូទ័រប្រើម្ដងគឺគេមើលមុខលាន់គ្រប់គ្នាពេញកុំព្យូទ័រក្នុងរយៈពេល3ថ្ងៃដំបូងគឺខ្ញុំចាប់ផ្ដើម notice ខ្លួនឯងមកកត្តារបស់ខ្ញុំគឺស្រាលជាងមុនអត់កប៉ោងដូចមុនទៅណាមកណាញាត់ចូលតកតាមួយទៅមានឆ្នាំងសាកមួយមាន adapter មួយគឺរួចអត់មានប្រមាណអីទេខ្ញុំនិយាយមែនខ្ញុំស្រួលប្រើមែនតើពេលខ្លះខ្ញុំទៅអង្គុយធ្វើការទៅអង្គុយអានមេរៀនទៅអង្គុយអីនៅកាហ្វេអញ្ចឹងគឺខ្ញុំអត់ត្រូវការប្រើប្រាស់កុំព្យូទ័រច្រើនពីមុនបើសិនខ្ញុំត្រូវការ set up goal របស់ខ្លួនឯងថាតើខ្ញុំទៅកាហ្វេហ្នឹងដើម្បីអង្គុយគ្រាន់តែអង្គុយមើលរឿងទេគ្រាន់តែអង្គុយលេងសប្បាយទេឬក៏អង្គុយធ្វើការតិចតួចអញ្ចឹងគឺខ្ញុំអត់យក laptop ខ្ញុំទៅទេខ្ញុំយកតែ tablet របស់ខ្ញុំទៅមួយគឺពេលហ្នឹងគឺខ្ញុំទៅអង្គុយមើលរឿងទៅអង្គុយលេង game relax និយាយគ្នាមួយពួកម៉ាក់អីចឹងទៅប៉ុន្តែចំពោះឥឡូវនេះគឺខ្ញុំអត់ខ្វល់តែហ្មងគឺនៅក្នុងកតាបគឺខ្ញុំមានតែត្រឹមតែ MacBook មួយគឺខ្ញុំអាចធ្វើការក៏បានមើលរឿងក៏បានអានសៀវភៅក៏បានហើយរឿងមួយទៀត
Speak laptop gaming ទៅកាហ្វេគឺត្រូវតែអង្គុយកន្លែងដែលចិត្តមានដែលមានដួយនៅចិត្តហ្នឹងបើសិនជាអត់មានដោតទេគឺអានេះដុំថ្មសុទ្ធអីធ្វើអីក៏អត់បានដែរគឺអង្គុយបានតែមួយ plan ហ្នឹងគឺអស់ថ្មលេងហើយចំពោះខ្ញុំដល់ពេលតាំងពីប្រើ MacBook មកគឺទៅកាហ្វេឲ្យតែសាថ្មពេញពីផ្ទះគឺរួចខ្លួនហើយសឹងថាអង្គុយមកល្ងាចហ្នឹងធ្វើការដាក់អស់ថ្មទេលើកលែងតែពេលបើសិនជាយើងត្រូវ edit ឬក៏ render វីដេអូអាហ្នឹងរៀងពិបាកតិចដោយសារខ្ញុំប្រើនេះ render រៀងក្តៅបើប្រៀបធៀបជាមួយនឹងនេះគឺនឹងសម្រាប់ខ្ញុំហើយចំពោះ operating system របស់វាខ្ញុំគិតថាខ្ញុំពីមុនមកគឺខ្ញុំ over complicate មានន័យថាខ្ញុំ overthink ខ្ញុំគិតច្រើននៅពេលដែលខ្ញុំ start អីមួយនៅមុនពេលដែលខ្ញុំចាប់កាន់នៅពេលដែលមុនខ្ញុំចាប់តេស្តទៅលើ MacBook គឺខ្ញុំគិតច្រើនខ្ញុំគិតពី key mapping ខ្ញុំគិតពីបញ្ហាផ្សេង OS system ចុះបើវាគាំងអីតើខ្ញុំដោះមិន store អីគិតមិន Apple ID តើវា sync គ្នាជាមួយនឹងiPhone ឬក៏ device ផ្សេងដែលខ្ញុំប្រើអត់ខ្ញុំគិតថាខ្ញុំ over complicate វាពេកតែនៅពេលដែលខ្ញុំចាប់បានប្រើវា it's not complicated as I think ខ្ញុំចាប់ផ្ដើមប្រើវាគឺស្រួលមែនតើនៅពេលដែលខ្ញុំកាត់ផ្ដើម reset កម្មវិធីដំបូងគឺការ set up គឺស្រួលជាងនិយាយត្រង់ set up គឺស្រួលជាង Windows ឆ្ងាយមែនតើ Windows គឺយើងក្រោយពី set up យើងត្រូវអង្គុយ check ថាdrive មួយណាដែលយើងត្រូវបិទយើងត្រូវមើលថាតើមាន start up window ណាដែល start up window ណាដែលធ្វើឲ្យបញ្ហាយើងកុំព្យូទ័រយើងពេលបើកមកវាដើរអត់សូវស្រួលអត់អីអត់ចឹងណាហើយអាហ្នឹងចំពោះខ្ញុំអ្នកប្រើ Windows ដែលអត់សូវទៅជ្រៅជាមួយនឹង Windows ផងខ្ញុំគ្រាន់តែសូវចេះអារឿង drive រឿងអីនៅក្នុងនឹងបន្ថែមផងហើយអញ្ចឹងម្នាក់ដែលគេមានចំណេះដឹងប្រើជ្រៅជ្រះរឿងហ្នឹងទៀតគឺវាកាន់តែ complicate ទៅមុខទៀតហើយសម្រាប់ខ្ញុំថាទៅដោយសារតែខ្ញុំប្រើការងារទូទៅខ្ញុំប្រើការ store ឯកសារខ្ញុំគ្រាន់តែអានសភៅខ្ញុំអាននៅលើ website ខ្ញុំមើលរឿងខ្ញុំវាយឯកសារអីតិចតួចអញ្ចឹងប្រហែលជាសម្រាប់ខ្ញុំគឺអត់ complicate ទេហើយអា ergonomic ដែលគេប្រើនៅក្នុង ergonomic feel ដែលយើង feel យើងមានអារម្មណ៍នៅលើការប្រើប្រាស់ហ្នឹងក៏វាល្អដែរបើប្រៀបធៀបជាមួយនឹង Windows ដូចដែលខ្ញុំបាននិយាយតាក់ទងដូចតែខ្ញុំបាន complain ច្រើនតាក់ទងទៅនឹងហុករៀងរបស់ laptop យើងអញ្ចឹង laptop វាធំអញ្ចឹងពេលខ្លះ it's not built for comfortable គឺគេ build សម្រាប់ strength គឺគេ build សម្រាប់កម្លាំងវាគឺគេ build សម្រាប់ទំហំរបស់វាដើម្បីធ្វើការបានច្រើនវាអត់មានអារម្មណ៍បើសិនជានិយាយពី ergonomic feel សម្រាប់ខ្ញុំ first impression ជាមួយនឹងMacBook គឺវាល្អមែនតើហើយអញ្ចឹងបន្តមកយើងផុតពី first impression បន្តមកជាការប្រើប្រាស់ daily ក្នុងរយៈពេល1ខែជិត1ខែនេះសូម disclaimer គឺខ្ញុំមិនមែនជាអ្នកដែលប្រើប្រាស់ខ្ញុំមិនមែនជាអ្នក review ខ្ញុំមិនមែនជាអ្នកអីទេអញ្ចឹងការប្រើប្រាស់របស់ខ្ញុំដូចខ្ញុំបាននិយាយអញ្ចឹងគឺ daily life ជាអ្នកធម្មតាដែលប្រើខ្ញុំអត់មានទៅអង្គុយវាស់ទម្ងន់ខ្ញុំអត់មានទៅអង្គុយវាស់ទំហំ keyboard ខ្ញុំអត់ទៅមានអីណាទំហំតេស្តកម្លាំងរបស់ម៉ាស៊ីនអីទេខ្ញុំតែប្រើក្តៅខ្ញុំប្រាប់តែក្តៅប្រើពិបាកគាំងខ្ញុំប្រាប់តែគាំង smooth ខ្ញុំប្រាប់តែ smooth តែប៉ុណ្ណឹងអាហ្នឹងគឺជា disclaimer របស់ខ្ញុំអញ្ចឹងការប្រើប្រាស់របស់ខ្ញុំក្នុងរយៈពេល1ខែនេះខ្ញុំប្រើប្រាស់ដូចខ្ញុំនិយាយត្រែៗចឹងខ្ញុំប្រើប្រាស់ទៅលើការងារទូទៅច្រើនអញ្ចឹងតាក់ទងទៅនឹងទូទៅគឺវាអត់មានបញ្ហាទេខ្ញុំគិតថាសម្រាប់ខ្ញុំគ្រាន់តែ laptop 3-400ក៏វាប្រើបានដែរប៉ុន្តែចំពោះ feeling ការប្រើប្រាស់នេះគឺខ្ញុំអត់ដឹងថាបញ្យល់អារម្មណ៍នឹងធ្វើម៉េចគឺវាមានអារម្មណ៍ថាខុសពីការប្រើប្រាស់ Windows មានអារម្មណ៍ថាអ្នកទាំងអស់គ្នាដូចវាមានអារម្មណ៍ថា smooth មែនតើការប្រើប្រាស់នៅពេលដែលខ្ញុំធ្វើការងារនៅលើវាខ្ញុំពេលដែលខ្ញុំ script ផ្សេងអីមានអារម្មណ៍ថាវាយើងអង្គុយធ្វើការជាមួយវាបានយូរមិនដឹងថាវាមានដូចវាដាក់ស្នែមិនដឹងអីមិនដឹងទេគឺមានអារម្មណ៍ថាស្រួលជាមួយវាហ្មងអាហ្នឹងអាចនិយាយតាក់ទងទៅនឹង ergonomic feel ដែលខ្ញុំនិយាយមុនហ្នឹងតាក់ទងទៅនឹង impression ការប្រើប្រាស់អីក៏វាអត់អញញ៉ៃច្រើនដូចខ្ញុំយល់ដូចខ្ញុំនិយាយអញ្ចឹងខ្ញុំអង្គុយធ្វើការបានយូរតាំងពីខ្ញុំប្រើប្រាស់ជាមួយនឹងនេះមកហើយតាក់ទងនឹងសំឡេងរំខានអីក៏វាអត់មានច្រើនដែរខ្ញុំប្រើ laptop gaming ខ្ញុំក៏អ្នកនរគ្នាដឹងហើយជាមួយ laptop gaming គឺតង្ហាល់វាគឺដូចជាមួយនឹងកតុំរុយអញ្ចឹងគឺ
ពេលខ្លះណារ៉ាន់ច្រើនថែបពេកហ្នឹងលាន់ហើយចំពោះមួយទៀតគឺខ្ញុំបានប្រើប្រាស់វានៅពេលដែលខ្ញុំធ្វើការមួយនៅធ្វើការហ្នឹងគឺវាតម្រូវឲ្យខ្ញុំបើក laptop ខ្ញុំដើម្បី run slide run អីហ្នឹងក្នុងរយៈពេលអាចនិយាយបានថាពីព្រឹកដល់ល្ងាចពេលហ្នឹងគឺខ្ញុំពិចារណាថាតើខ្ញុំបន្ថយប្រើនេះឬក៏ខ្ញុំប្រើ laptop ខ្ញុំការប្រើប្រាស់ laptop របស់ខ្ញុំគឺមូលហេតុដែលខ្ញុំចង់ប្រើប្រាស់ laptop របស់ខ្ញុំគឺខ្ញុំ familiar ជាមួយវាខ្ញុំអត់ចង់ឲ្យវាមានបញ្ហានៅពេលដែលកំពុង run slide ហ្នឹងហើយខ្ញុំអត់ចេះដោះទេអ្នកនរគ្នាវាជា disaster មួយដែលអត់គួរមានអញ្ចឹងគឺខ្ញុំភ័យមែនតើប៉ុន្តែមានការប្រែប្រួលតិចតួចនៅក្នុងពេលហ្នឹងប៉ុន្តែនៅពេលហ្នឹងគឺវាពិបាករឿងមួយអានេះគឺវាដូចជាខ្ញុំបាននិយាយអញ្ចឹងគឺវាពិបាករត់អារឿងខ្សែសាកខ្សែអីហ្នឹងអញ្ចឹងខ្ញុំក៏បន្ថយប្រានេះហើយពេលហ្នឹងគឺដំបងភ័យមែនតើខ្ញុំខ្លាចថាអូអញកាំងនៅលើហ្នឹងចាប់ហើយកាំងរឿង run slide ចេះដោះហើយប៉ុន្តែវាថាទៅវា smooth ទៅរហូតដែរវាអត់មានអីបញ្ហាច្រើនហើយខ្ញុំប្រើប្រាស់ Microsoft 365ក៏វាស្រួលនៅលើនេះ run smooth run ស្រួលជាងនៅក្នុងកុំព្យូទ័រខ្ញុំទៀតអ្វីដែលខ្ញុំ impress ជាមួយវានឹងដូចដែលខ្ញុំបាននិយាយចឹងគឺថ្មបើសិនជានេះគឺត្រូវបតោងសរោមជាប់រហូតដែរប៉ុន្តែជាមួយនេះគឺក្នុងមួយថ្ងៃហ្នឹងគឺខ្ញុំយកមកសាកតែពេល break តាមប្រហែលជា1ម៉ោងជាងហ្នឹងគឺខ្ញុំសាកចោលវាទៅក្នុងមួយថ្ងៃវល់ងាយហ្នឹងគឺខ្ញុំសាកតែម្ដងហ្នឹងទេអញ្ចឹងមានន័យថាប្រើតាំងពីម៉ោង7ព្រឹករហូតដល់ម៉ោង5ល្ងាចគឺខ្ញុំសាកវាតែម្ដងទេហើយអាហ្នឹងគឺជារឿងដែលខ្ញុំចាំផ្ដើមយល់អារម្មណ៍ថាអូខេអ្នកដែលគេធ្វើការគឺគេចូលចិត្តរឿង MacBook ដោយសាររឿងអស់ហ្នឹងទី1តាក់ទងទៅនឹងសុខភាពថ្មរបស់វាទី2តាក់ទងទៅនឹង ergonomic feel របស់វាហើយមិនមែនថាវាល្អទាំងអស់ទេអញ្ចឹងណាខ្ញុំក៏មានរឿងខ្លះដែលវារៀងអត់សូវស្រួលជាមួយខ្ញុំដែរខ្ញុំគិតថាអ្នកដែលគេប្រើ MacBook យូរណាស់ហើយប្រហែលជាមិនមែនជាបញ្ហារបស់គេទេគឺខ្ញុំព្យាយាមធ្វើការនៅលើវាមិនត្រឹមតែវាយឯកសារសរសេរ script ទៅប៉ុណ្្នឹងទេគឺខ្ញុំបានទិញ Wondershare Filmora គឺជា app ដែលខ្ញុំប្រើប្រាស់កាត់តវីដេអូយូរណាស់មកហើយគឺខ្ញុំប្រើប្រាស់កាត់តែនៅលើហ្នឹងទេគឺខ្ញុំបានទិញ Filmora ហើយព្យាយាមកាត់នៅលើវាហើយ it's not as easy ពិបាកមែនតើកាត់លើនេះពិបាករឿងកាត់អ្វីដែលខ្ញុំចង់និយាយហ្នឹងគឺមិនមែនដោយសារវារត់យឺតអីទេការរត់កម្លាំងម៉ាស៊ីនអីអានេះ M1 ហើយរត់បាន smooth អញ្ចឹងគឺខ្ញុំគិតថាវាលយវាល្អប៉ុណ្ណឹងរឿង smoothness វាអត់ជាបញ្ហាប៉ុន្តែបញ្ហាបំផុតគឺ familiarity គឺខ្ញុំអត់ត្រឡប់ប្រើទេពិបាកមែនតើខ្ញុំនៅតែពេលខ្លះខ្ញុំត្រឡប់មកកាត់នៅលើនេះ footage ខ្លះដែលខ្ញុំត្រូវកាត់គឺខ្ញុំកាត់នៅលើនេះទេកាត់នៅលើនេះហើយបាន import ចូលទៅនេះអញ្ចឹងខ្ញុំគិតថាខ្ញុំនៅតែត្រូវការសិក្សាច្រើនពីវាខ្ញុំគួរតែរៀនប្រើនេះហើយចាប់ពីថ្ងៃនេះទៅប្រហែលជាខ្ញុំប្រើពួកនេះសម្រាប់ប្រើតែការងារធ្ងន់ដូចជាឧទាហរណ៍បើត្រូវ live game ត្រូវ record game ត្រូវអីប្រហែលជាខ្ញុំ record ជាមួយនេះហើយចំពោះតាក់ទងនឹង MacBook នេះគឺប្រហែលជាខ្ញុំនៅបន្តការប្រើប្រាស់របស់វាអូខេអញ្ចឹងអ្នកនរគ្នាចំពោះខ្ញុំថ្ងៃនេះវីដេអូប្រហែលជាខ្លីបន្តិចទេដោយសារតែខ្ញុំអត់ស្ទើរមានអីនិយាយច្រើនតាក់ទងនឹង electronic ដែរហើយចំពោះខ្ញុំតាំងពីប្រើ MacBook មកវាបានផ្លាស់ប្ដូរខ្ញុំវាធ្វើឲ្យខ្ញុំសិក្សាអីផ្សេងបានច្រើនជាងមុនមិនចេះមិននិយាយចឹងបានន័យថាអាហ្នឹងវាប្រហែលជាមកពីខ្ញុំច្រើនជាងដោយសារតែខ្ញុំបើនិយាយទៅខ្ញុំ personality ខ្ញុំតាមានអីចង់និយាយថាតាមានអីទាស់ចិត្តបន្តិចខ្ញុំអត់ខ្ញុំវាយើងវានៅអត់សុខដល់ពេលអញ្ចឹងឧទាហរណ៍ថាយើងកំពុងរៀនហើយលន់សលេងទាំងហាលរៀនលោតទឹង laptop ហ្នឹងដល់ពេលដាច់ភ្លើងទៅពួក gaming laptop នេះវាភ្លើងវារៀង dim ជាងមុនបន្តិចគឺហើយពេលខ្លះ frame ធ្លាប់តែ run 100 frame 144អីចឹងដល់ពេលវាដាច់ភ្លើងដាច់អីចឹងទៅធ្លាក់ frame គឺចង់និយាយថាគឺវានឹង
ផ្ដាច់អា feel ខ្ញុំដែលកំពុងតែជក់ធ្វើអីមួយចឹងប៉ុន្តែរបស់នេះគឺមិនមែនជាបញ្ហាខ្ញុំនៅពេលដែលខ្ញុំប្រើប្រាស់ជាមួយនឹង MacBook ទេហើយមួយទៀតមួយរយៈនេះគឺខ្ញុំបានរៀនសូត្រច្រើននៅតាក់ទងទៅនឹងបញ្ហាច្រើនខ្ញុំចាប់ផ្ដើមប្រើប្រាស់ Linux គឺវាផ្ដល់នៅមេរៀនរបស់ខ្ញុំមួយគឺយើងគួរតែសាកអីដែលថ្មីពេលខ្លះយើងអត់ដឹងថាវានឹងមិនទេពេលខ្លះយើងគិតថាវាសាំញ៉ាំយើងអត់គួររៀនវា waste time but យើងគួរតែចាប់ផ្ដើមធ្វើគួរតែចាប់ផ្ដើមសាកវាសិនមុននឹងយើងគិតបើសិនជាយើងគិតអំពីបញ្ហាគឺយើងនឹងឃើញតែបញ្ហាទេអញ្ចឹងពេលខ្លះគឺខ្ញុំធ្វើអីមួយខ្ញុំចង់ធ្វើអីមួយគឺខ្ញុំចាប់ផ្ដើមដោយអត់គិតពីវាទេមានន័យថាបើអង្គុយគិតគឺយើងឃើញតែបញ្ហាអញ្ចឹងអាហ្នឹងអាចជា personality របស់ខ្ញុំទេអាចជាបញ្ហារបស់ខ្ញុំខ្លួនឯងទេប៉ុន្តែអញ្ចឹងគឺខ្ញុំព្យាយាមរកវិធី cope ជាមួយអា personality របស់ខ្ញុំហ្នឹងខ្ញុំព្យាយាម cope ជាមួយនឹងអាបុគ្គលិកលក្ខណៈរបស់ខ្ញុំអញ្ចឹងនៅពេលដែលខ្ញុំចាប់ផ្ដើមរួញខ្លួនឯងចេញពី comfort zone ច្រើនគឺវាបានជួយឲ្យខ្ញុំសិក្សាពីរបស់ផ្សេងៗជុំវិញខ្លួនហ្នឹងហើយអ្វីដែលខ្ញុំចាប់អារម្មណ៍គឺ it's not as complicated as I think អូខេអញ្ចឹងតាក់ទងនឹងវីដេអូនេះវារៀងតែប៉ុណ្្នឹងមើលទៅរៀងខ្លីបន្តិចអរគុណអ្នកនរគ្នាដែលបានតាមដានហើយបើសិនអ្នកចូលចិត្តសូមកុំភ្លេចចុច like subscribe and take care